សួស្តីបងថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីឆាខ្ញីធ្វើម៉េចឲ្យមានរសជាតិឆ្ងាញ់ហើយមានក្លិនឈ្ងុយអញ្ចឹងតាក់ទងជាមួយនឹងគ្រឿងផ្សំយើងទីមួយយើងមានសាច់កង្កែបយើងលាងកាត់វាឲ្យស្អាតទៅនិងខ្ញីចិតចំណិតទូចៗមានទឹកត្រីមានប្រេងខ្យងហើយនិងស្ករសបន្តិចដំបូងយើងដាក់ឆ្នាំងយើងឲ្យរាងក្តៅល្មមហើយយើងចាក់ប្រេងចូលហើយយើងរងចាំរហូតដល់ប្រេងរៀងក្តៅល្មមបានយើងដាក់ខ្ញីចូលយើងដាក់ខ្ញីចូលហើយយើងឆាត្រឡប់ចុះត្រឡប់ឡើងរហូតដល់តែខ្ញីហ្នឹងវារៀងសពាត់រៀងតាមចំណូលចិត្តយើងបើយើងចូលចិត្តក្រៀមឆាវាឲ្យយូរបន្តិចឲ្យក្រៀមជាងហ្នឹងក៏បានដែរតែខ្ញុំចូលចិត្តប៉ុណ្ណឹងខ្ញុំលើកវាឡើងហើយតោះមកយើងដាក់ខ្ទឹមឆាឲ្យឈ្ងុយតាមមកយើងដាក់សាច់ចូលយើងឆាត្រឡប់ចុះត្រឡប់ឡើងឲ្យសាច់ហ្នឹងឆ្អិនទៅបានយើងដាក់គ្រឿងត្រីដាក់ស្ករដាក់ប្រេងខ្យងហើយឆាត្រឡប់ទៅត្រឡប់មកហើយបើសិនជាបងប្អូនចូលចិត្តឆាដែលមានទឹកយើងថែមទឹកលុយបន្តិចទៅខ្ញុំដាក់ទឹកបន្តិចតែបានថតចូលទេតែបើសិនជាយើងចូលចិត្តរៀងស្ងួតដាក់បានដែរហើយក្រោយមកមើលសាច់កង្កែបយើងរៀងឆ្អិនបន្តិចយើងដាក់ខ្ញីចូលរួចឆាត្រឡប់ចុះត្រឡប់ឡើងរហូតដល់វាឆ្អិនទើបយើងលើកវាឡើងនេះមុខម្ហូបយើងរួចរាល់ហើយឆាខ្ញីកង្កែបឆាដាក់គ្រឿងប៉ុណ្ណឹងមកល្មមបងប្អូនធ្វើទៅប្រកាសជាឆ្ងាញ់ញ៉ាំបាយអស់ច្រើនអរគុណច្រើនសម្រាប់ការទស្សនាហើយបងចាំជួយ Subscribe Channel របស់បងប្អូនម្នាក់មួយផងហើយបើសិនជាបងចង់ដឹងចង់ឃើញពីមុខម្ហូបអីផ្សេងទៀតចាំបងជួយតម្លែក comment នៅខាងក្រោមនឹងឲ្យផងបងអរគុណច្រើនជម្រាបលា